ស្តង់ដារសម្រស់របស់ស្ត្រីមានលក្ខណៈខុសៗគ្នាទៅតាមប្រទេសនិងវប្បធម៌ប៉ុន្តែនៅពេលសួរតើប្រទេសណាមានស្រីស្អាតជាងគេនោះមានប្រទេសចំនួន5ដែលយើងតែងតែឮឈ្មោះជាញឹកញាប់ចាប់ផ្ដើមពីលេខរៀងទី5ប្រទេសកូរ៉េខាងត្បូងនារីកូរ៉េខាងត្បូងត្រូវបានប្រជាជននៅប្រទេសជាច្រើនចាត់ទុកថាមានរូបសម្រស់ស្រស់ស្អាតដោយសារតែស្បែកសភ្លឺរលោងនិងកែវភ្នែកមុតថ្លាចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតពាក់ព័ន្ធនឹងស្តង់ដារសម្រស់របស់នារីកូរ៉េខាងត្បូងគឺពួកគេពូកែថែទាំសម្រស់ណាស់នារីកូរ៉េយល់ច្បាស់អំពីស្បែករបស់ពួកគេនិងប្រើប្រាស់ផលិតផលដែលជួយឲ្យពួកគេនៅក្មេងជាងវ័យបានលេខរៀងទី4ប្រទេសកូឡុំប៊ីរូបសម្រស់របស់ស្ត្រីក្នុងប្រទេសកូឡុំប៊ីត្រូវបានចាត់ទុកថាជាស្តង់ដារសម្រស់ដ៏គួរឲ្យទាក់ទាញនៅក្នុងពិភពលោកអ្វីដែលលេចធ្លោក្នុងចំណោមស្ត្រីកូឡុំប៊ីគឺពួកគេមានទឹកមុខស្រគត់ស្រគំនិងមានភាពជឿជាក់ខ្ពស់លើខ្លួនឯងលេខរៀងទី3ប្រទេសអ៊ុយក្រែនបវរកញ្ញាដែលមានរូបសម្រស់ស្រស់ស្អាតនិងទទួលបានពាក្យសរសើរមិនដាច់គ្រប់ពេលមានកម្មវិធីប្រកួតសម្រស់គឺភាគច្រើនជានារីមកពីប្រទេសអ៊ុយក្រែនមនុស្សជាច្រើនបាននិយាយថាសម្រស់ពីធម្មជាតិរបស់នារីអ៊ុយក្រែនគឺពិតជាគួរឲ្យស្រឡាញ់ណាស់និងមានស្តង់ដារសម្រស់ដែលនារីនៅប្រទេសជាច្រើនច្រណែនលេខរៀងទី2ប្រទេសបារាំងនៅពេលនិយាយអំពីនារីកូនកាត់ដែលមានច្រមុះស្រួចភ្នែកធំៗនិងមុខមាត់ទាក់ទាញមនុស្សជាច្រើនតែនិយាយថានាងមុខដូចកូនកាត់បារាំងពិតណាស់នារីជនជាតិបារាំងត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមនារីដែលមានសម្រស់ស្រស់ស្អាតបំផុតនៅលើលោកទោះជាមិនប្រើប្រាស់ make up ច្រើនក៏ដោយមនុស្សជាច្រើននៅតែនិយាយថារូបសម្រស់ពីធម្មជាតិរបស់នារីបារាំងគឺស្ទើរតែគ្មាននារីប្រទេសផ្សេងអាចប្រដូចបានឡើយលេខរៀងទី1ប្រទេសរុស្ស៊ីនារីជនជាតិរុស្ស៊ីតែងជាប់ចំណាត់ថ្នាក់លេខ1នៅក្នុងបញ្ជីសម្រស់ជុំវិញពិភពលោកមនុស្សជាច្រើននិយាយដូចគ្នាថារូបសម្រស់នារីរុស្ស៊ីគឺស្ទើរតែល្អឥតខ្ចោះប្រៀបដូចជាទេពធីតាដែលពួកគេគយគន់មិនចេះចិនណាយជាការពិតដែលមិនអាចប្រកែកបានក្នុងឆាកអន្តរជាតិរូបសម្បត្តិរបស់នារីរុស្ស៊ីពិតជាមានភាពលេចធ្លោខ្លាំងជាពិសេសនៅក្នុងការប្រកួតសម្រស់ការបង្ហាញម៉ូដនិងការប្រឡងបវរកញ្ញានៅទូទាំងពិភពលោកនេះគឺជាតារាងប្រទេសទាំង5ដែលមានស្រីស្អាតជាងគេនៅលើលោកចុះអ្នកវិញយល់ថានារីប្រទេសណាស្រស់ស្អាតជាងគេ